បាទជំរាបសួរខ្ញុំបាទឈ្មោះគូច័ន្ទវណ្ណីថ្ងៃនេះខ្ញុំនឹងលើកយកសៀវភៅបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍សម្រាប់ថ្នាក់ទី7លើកយកមកបង្រៀនបងប្អូនសម្រាប់កម្រិតអនុវិទ្យាល័យទំពោកមួយយើងនិយាយអំពីបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាននៅក្នុងមេរៀននៅក្នុងទំពោកនេះយើងមាន4មេរៀនទី1យើងនិយាយអំពីរបៀបប្រើប្រាស់កុំព្យូទ័រនិងបច្ចេកវិទ្យាវត្ថុអំណងសិស្សនឹងអាច1ពន្យល់ពីមូលដ្ឋានគ្រឹះកុំព្យូទ័រ2ពន្យល់ពីកម្មវិធីឯកសារអត្ថបទ OpenOffice Writer 3ពន្យល់ពីកម្មវិធីសៀវភៅបញ្ជី OpenOffice Calc 4ពន្យល់ពីកម្មវិធីបទបង្ហាញ OpenOffice Impress ផ្នែកទី1ប្រវត្តិកុំព្យូទ័រកុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីនដែលអាចបដូរព័ត៌មានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវកុំព្យូទ័របានស្ថិតនៅសម្រាប់មនុស្សជាយូរណាស់មកហើយដោយវាបានបំពេញតម្រូវការជាច្រើនដល់មនុស្សផ្នែកទី1ប្រវត្តិកុំព្យូទ័រកុំព្យូទ័រជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីនដែលអាចផ្លាស់ប្ដូរព័ត៌មានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវកុំព្យូទ័របានស្ថិតនៅសម្រាប់មនុស្សជាយូរណាស់មកហើយដោយវាបានបំពេញតម្រូវការជាច្រើនដល់មនុស្សកុំព្យូទ័រកាលពីសម័យមុនមានទំហំធំនិងមានការបម្រើបម្រាស់តិចក៏ប៉ុន្តែនាពេលបច្ចុប្បន្នកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យនិងមានតម្លៃសម្រាប់មនុស្សទូទៅវាជាអ្នកផ្ដល់ព័ត៌មានបានកាន់តែរហ័សនិងទំនើបជាទីបំផុតកុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដោយនរណាម្នាក់ចង់ឲ្យវាធ្វើកុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះអ្នកសរសេរកម្មវិធីបានប្រាប់ពួកគេពីរបៀបដោះស្រាយគណិតព្រោះតែកុំព្យូទ័រមានភាពរហ័សលឿនទំនើបដោះស្រាយបញ្ហាគណិតរាប់លានបានក្នុង1វិនាទីកុំព្យូទ័រអាចគ្រប់គ្រងរោងចក្រជាច្រើនដែលមនុស្សពីមុនមកធ្លាប់តែប្រើមនុស្សដើម្បីគ្រប់គ្រងតែពេលនេះពួកគេប្រើតែកុំព្យូទ័រដើម្បីគ្រប់គ្រងវាមានភាពងាយស្រួលនិងប្រសើរជាងមុនឆ្ងាយណាស់ប្រព័ន្ធអេឡិចត្រូនិកកុំព្យូទ័រជាលើកដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្ដាលសតវត្សទី20 1940-1945 ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលនៅក្នុងបន្ទប់មួយដ៏ធំវាប្រើប្រាស់ថាមពលច្រើនពាក្យកុំព្យូទ័រជាពាក្យចាស់ណាស់មកហើយដែលបានផ្លាស់ប្ដូរអត្ថន័យជាច្រើនសម័យកាលមកហើយនៅសតវត្សចុងក្រោយនេះកុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក Charles Babbage 26 ធ្នូ 1791 18 តុលា 1871 កើតនៅទីក្រុង Wells ពាក្យកុំព្យូទ័រមានដើមកំណើតមកពីពាក្យឡាតាំងនៅពាក់កណ្ដាលសតវត្សទី17ដែលមានអត្ថន័យថា Someone whose computer វចនានុក្រមអាមេរិក Harry Tech 1880បានដាក់ឈ្មោះឲ្យកុំព្យូទ័រថា A person who computes កុំព្យូទ័រមានន័យថាបានរួមបញ្ចូលជាមួយនឹងសកម្មភាពមនុស្សរហូតដល់ពាក់កណ្ដាលសតវត្សទី20ដែលពេលវាអភិវឌ្ឍជាឧបករណ៍អេឡិចត្រូនិកសម្រាប់កម្មវិធីដែលអាចរក្សាទទួលនិងដំណើរការទិន្នន័យដូចជាវចនានុក្រមរបស់ Webmaster 1980បានឲ្យអត្ថន័យវានេះជារូបរាងកុំព្យូទ័រកាលពីឆ្នាំ1946ដល់ឆ្នាំ1954ផ្នែកទី2ស្វែងយល់ពីផ្ទៃតុ Windows រូបភាពដែលខ្ញុំគូរនេះគឺជាទាក់ទងនឹងផ្ទៃតុរបស់ Windows ផ្ទៃតុរបស់កុំព្យូទ័រគឺជារូបភាពដំបូងដែលអ្នកឃើញនៅលើអេក្រង់របស់កុំព្យូទ័រហៅថា Monitor នៅពេលដែលកុំព្យូទ័របានបើកវាជាចំណុចចាប់ផ្ដើមដំបូងរបស់កុំព្យូទ័រធាតុនៅលើផ្ទៃតុហៅថារូបតំណាងនិងប៊ូតុងអូខេដើម្បីប្រើប្រាស់
កណ្ដុរឆ្វេងយើងអូសសញ្ញាព្រួញទៅលើដាក់កម្មវិធីណាដែលយើងចង់បើកទៅមកចុចបញ្ជានៅលើកម្មវិធីនោះ2 ដងវាអាចដំណើរការបានបន្ទាប់មកនៅពេលដែលអ្នកចង់ចុចកណ្ដុរខាងស្ដាំខាងនេះរូបភាពកណ្ដុរខាងស្ដាំគឺដើម្បីចុចទៅលើកម្មវិធីឬក៏ចុចកណ្ដុរខាងស្ដាំដើម្បីចុចទៅលើកម្មវិធីឬក៏បង្កើតឯកសារថ្មីនឹងឃើញមេនុយជាច្រើនបង្ហាញនៅលើអេក្រង់ព្រួញកណ្ដុរនៅពេលដែលអ្នកចុចកណ្ដុរអូសទៅលើផ្នែកណាមួយដែលអ្នកចង់ចុចពីលើបន្ទាប់មកចុចកណ្ដុរស្ដាំឬឆ្វេងដើម្បីបញ្ជាវាចង់បើកឬក៏ត្រួតពិនិត្យទៅលើមេនុយរបស់វាឬក៏បញ្ជីរបស់វា